កូននៅតូចជាងគេមានបងមើលថែមានពុកមានម៉ែរក្សាចិញ្ចឹមថ្នាក់ថ្នមកូនធំរស់ដោយសុខា ទោះលោកលំបាកប៉ុណ្ណាក៏ទ្រាំដើម្បីកូនស្ងួនតែដល់ពេលនេះរូបខ្ញុំហាក់ដូចឯកាបងមានគ្រួសារវាសនាបែងចែករៀងខ្លួនពុកម៉ែក៏ចាំសុខភាពលោកមិនមាំមួនកូនមិនសូវថែទួនរវល់រៀងខ្លួនផ្លេចគ្រាកូនឡពុកម៉ែចាស់ហើយចង់ឲ្យកូនមកក្បែរនឹងគុណពុកម៉ែធ្នមថែចិត្តកាយគាត់ផងគុណផ្ដល់ជីវិតកូនពិតគ្មានអ្វីនឹងសងតែកូនត្រូវតបស្នងសងគុណតួនលោកឃើញបានពុកម៉ែចាស់ហើយកុំឲ្យលោកអន់សង្ឃឹមផ្ដល់ស្នាមញញឹមឲ្យគាត់រស់នៅសុខសាន្តពុកម៉ែចាស់ហើយគួរគិតលោកទាំងពីរប្រាណកុំចាំដល់លោកចាក់ឋានទើបយំបោកប្រាណហើយនឹកស្ដាយក្រោហើយចង់ឲ្យកូនមកក្បែរដឹងគុណពុកម៉ែធ្នមថែចិត្តកាយគាត់ផងគុណផ្ដល់ជីវិតកូនពិតគ្មានអ្វីនឹងសងតែកូនត្រូវតបស្នងសងគុណតួនលោកឃើញបានចាស់ហើយកុំឲ្យលោកអន់សង្ឃឹមផ្ដល់ស្នាមញញឹមឲ្យគាត់រស់នៅសុខសាន្តពុកម៉ែចាស់ហើយគួរគិតលោកទាំងពីរប្រាណកុំចាំដល់លោកចាក់ឋានទើបយំបោកប្រាណហើយនឹកស្ដាយ